សេចក្តីសុខនិងសេចក្តីទុក្ខរបស់មនុស្សយើងគ្រប់គ្នាគឺសុទ្ធតែប្រាថ្នាចង់បានអាយុវែងឆាប់ចូលសម្រាប់ពីប្រលប់ហ្នឹងក៏ដើម្បីសុខភាពល្អខ្លាចឈឺថ្កាត់ខ្លាចអាយុខ្លីហើយបើគេស្ដីថាឲ្យថាអាយុខ្លីមិនសប្បាយចិត្តទេបើគេជូនពរថាសូមឲ្យបច្ចុប្បន្នយឺនយូរសប្បាយចិត្តគ្រប់គ្នាសប្បាយចិត្តប៉ុន្តែតើយើងទាំងអស់គ្នានឹងចង់រស់យូរធ្វើអីនេះគឺជាបញ្ហាញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាមិនមែនជាពុទ្ធបរិស័ទក៏ដោយយើងសិក្សាពាក្យមួយដែលព្រះសម្មាសម្ពុទ្ធត្រាស់ថាកិច្ឆੰមច្ចានជីវិតੰការរស់របស់សត្វនឹងគឺជាការលំបាកយើងមិនមើលជីវិតមនុស្សហើយក៏លេចទៅមើលឯកសារសត្វញោមធ្លាប់មើលគឺនៅក្នុងជីវិតសត្វនឹងយើងឃើញតែពោពេញទៅដោយសេចក្តីទុក្ខដូចជាមិនឃើញសប្បាយអីសោះវងពួកបរឹកពួកគោក្របីឆ្លុះរមាំងសាយគឺភ័យចុះទឹកកពើឡើងលើខ្លាគិតតែរត់ត្រូវជាចំណីរបស់ខ្លាជាចំណីរបស់កពើយើងមើលមកផ្លេតទៅអ្នកដែលគ្រប់គ្រងអាណាចក្រនឹងគិតថាខ្លាហិងតោនឹងសុខសប្បាយណាស់ព្រោះមិនខ្លាចសត្វដទៃប្រហារធ្វើបាបប៉ុន្តែសេចក្តីទុក្ខលំបាករបស់ខ្លាតោកពើគឺត្រង់ដែលលំបាករកអាហារមិនមែនដោះឯងដូចជាអាហាររបស់គោក្របីទេអាហារត្រូវដេញប្រហារគេជួនកាលក៏គេសងសឹកមកវិញទ្រាំខ្លួនចឹងដែរដេញមិនបានហេវហត់អត់អាហារទុកលំបាករៀងខ្លួនក៏លេចទៅមើលសត្វចឹងយើងឃើញថាឃើញតែសេចក្តីទុកលំបាកចុះយើងមើលជីវិតយើងទាំងអស់គ្នាវិញតើសុខជាងសត្វប៉ុណ្ណាទៅរាល់ថ្ងៃគ្រប់គ្នាបំពេញកិច្ចការងារសពគ្រប់ទាំងអស់ឬក៏ត្រូវគេចពីស្រុកមួយទៅស្រុកមួយផ្លាស់លំនៅពីទីកន្លែងមួយទៅទីកន្លែងមួយគឺសុទ្ធតែរត់គេចអំពីសេចក្តីទុក្ខលំបាកគេចអំពីសេចក្តីស្លាប់គេចអំពីសត្រូវគេចអំពីឧបសគ្គផ្សេងសួរថាតើថ្ងៃណាមួយដែលជាថ្ងៃដែលយើងមិនដោះស្រាយសេចក្តីទុក្ខដូច្នេះទើបយើងឃើញថាការរស់រាល់ថ្ងៃរបស់យើងទាំងឡាយទាំងអ្នកតូចទាំងអ្នកធំហ្នឹងគឺរស់ត្រដរស់ទៅដល់រស់ពីព្រលឹមទល់ព្រលប់ទាំងអ្នកស្រែទាំងអ្នកក្រុងរវល់រហូតដល់សូម្បីតែខ្លួនឯងក៏គ្មានសេរីភាពហាក់ដូចជាដាក់ទណ្ឌកម្មខ្លួនឯងនៅក្នុងមុខរបរនៅក្នុងការងារសពគ្រប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍មានពេលតិចណាស់ដែលអាចទំនេរកើតតិចណាស់ដែលអាចទៅបំពេញបុណ្យកុសលកើតសុថារវល់ទាំងអស់នោះដើម្បីអ្វីគឺដើម្បីថែរក្សានៅខ្មោចខណ្ឌ5នេះឯងប៉ុន្តែសេចក្តីទុក្ខលំបាកទាំងអស់នោះ
វាទៅជារោគញៀនទៅហើយវាទៅជាទម្លាប់វិញ្ញាណណាវាទៅជារោគញៀនហើយទីបំផុតទោះបីជារត់បានយូរយ៉ាងណាខំប្រឹងបានយូរយ៉ាងណាគង់តែស្លាប់ថ្ងៃនេះក៏ស្លាប់ថ្ងៃក្រោយក៏ស្លាប់ប៉ុន្តែអ្នកដែលរស់យូរបើយើងវិភាគមែនទេណាឥឡូវយើងកុំតន់គិតអំពីទុក្ខនៅក្នុងបរលោកទុក្ខដែលយើងមើលមិនឃើញឥឡូវយើងមិនគិតទុក្ខក្នុងប្រែតទុក្ខក្នុងនរកបាច់គិតទៅទុក្ខឥឡូវហ្នឹងមើលនៅក្នុងកងទុក្ខ12កងសម្រាប់បុគ្គលអ្នកស្លាប់ទៅមុនជួបទុក្ខមួយចុងក្រោយគឺមរណៈទុក្ខរីទុក្ខដ៏ច្រើនទៀតគឺអ្នកនៅរស់ប្រត់ប្រាស់របស់ជាទីស្រឡាញ់ជួបប្រទះរបស់មិនពេញចិត្តសេចក្តីទុក្ខក្នុងជីវិតអ្នកនៅរស់ច្រើនជាងអញ្ចឹងហេតុអីបានជាយើងនៅតែពេញចិត្តអាយុវែងនៅតែពេញចិត្តនៅពេលដែលគេឲ្យពរមកសាធុបានអាយុវែងបញ្ហាទី1គឺខ្លាចស្លាប់ហើយនៅត្រូវការបំរើភ្នែកត្រចៀកចង់ឃើញចង់ឮចង់ដឹងចង់ពិសោធន៍រឿងអ្វីផ្សេងទៀតបន្ថែមទៀតប៉ុន្តែរឿងដែលបានឃើញបានឮបានដឹងហើយទៅណាអស់ទៅឃើញហើយក៏បាត់ទៅឮហើយក៏បាត់ទៅបានធំក្លិនហើយក៏បាត់ទៅដឹងរស់ហើយក៏បាត់ទៅបានចាប់ប៉ះពាល់ហើយក៏បាត់ទៅតែអ្វីដែលបានពាល់បានត្រូវបានហិតបានភ្លក់បានប៉ះទាំងអស់នោះវាទៅណាទៅវាអត់មានចាំដល់ថ្ងៃស្អែកទេប៉ះពេលណារលត់ពេលហ្នឹងឃើញពេលណារលត់ពេលហ្នឹងញាតិញោមរស់នៅក្នុងជីវិតនេះគឺរស់ជាមួយនឹងការឃើញការឮការធំក្លិនដឹងរស់ដឹងផតថាពៈជីវិតរស់នៅជាមួយនឹងការឃើញការឮដឹងក្លិនដឹងរស់ដឹងផតថាពៈនិងធម្មអារម្មណ៍នៅពេលណាដែលត្រូវបិទទ្វារទាំង6អាយតនៈ6ខាងក្នុងហើយក៏សន្មតថាស្លាប់តាមពិតមិនមែននរណាស្លាប់ទេគឺដោយសារអស់ការឃើញការឮការដឹងក្លិនការដឹងរសការដឹងផតថាពៈនោះឯងនឹងចឹងឥឡូវនិយាយអំពីការរស់យូរនឹងតទៅទៀតសត្វលោកដែលរស់យូរអ្នកដែលយូរនឹងឯងដែលជាអ្នកទទួលភារៈវាហៅដូចប្តីប្រពន្ធអ្នកណាស្លាប់មុននឹងជាប់តួនាទីជាប្តីឬក៏ជាប្រពន្ធជាម៉ែឬក៏ជាឪជនណាទៅដែលនៅពិបាកជាមួយកូននៅយំសោកសៅខាងក្រោយគឺអ្នកនៅរស់ចឹងមិនពាក្យមួយគេនិយាយថាពេលដែលអ្នកនៅរស់ពិភពលោកសោយអ្នកយំក្រោយពេលអ្នកស្លាប់អ្នកសោយតែពិភពលោកយំនឹងជាពាក្យអ្នកប្រាជ្ញលោកខាងក្រៅទេដែលគេគិតត្រឹមតែមួយជាតិនេះយ៉ាងមិនថាត្រូវនិយាយត្រឹមជាតិនេះសិនកុំតណាគិតទៅដល់អនាគតជាតិគ្រាន់តែយើងមិនចាំបាច់គិតថាមានជាតិក្រោយទេគិតថាមានជាតិនឹងតែមួយក៏យើងឃើញថាអ្នកដែលរស់យូរគឺជាអ្នកទទួលទរណកម្មច្រើនជាងអ្នកដែលស្លាប់ទៅមុនជាអ្នកទទួលទរណកម្មច្រើនជាងអ្នកដែលស្លាប់ទៅមុនជាអ្នកដែលនៅខ្វល់ខ្វាយច្រើនជាងអ្នកស្លាប់ទៅមុនចុះហេតុអី
បើសិនបើរស់នៅយូរវាទុកអញ្ចឹងមិនក៏ទាំងអាត្មាទាំងគេមិនចង់ស្លាប់មកពីមិនតាន់ឃើញទុកទោសនៃជីវិតនឹងពិតប្រាកដមានន័យថាកម្រិតនៃបញ្ញាមិនតាន់ឃើញថាវាជាទុកពិតប្រាកដហើយមិនបានកំណត់ដឹងថាការឃើញការឮការដឹងក្លិនដឹងរសដឹងផុតថាពៈជាដើមគ្រាន់តែជាវិញ្ញាណធាតុដែលកើតឡើងអត់មានអ្នកឃើញអ្នកឮនៅក្នុងនឹងតែពួកយើងទាំងឡាយច្រឡំថាយើងបានឃើញបានឮបានដឹងក្លិនដឹងរសដឹងផុតថាពៈតែតាមពិតធាតុពិតនោះបើទោះជាព្រះសម្មាសម្ពុទ្ធមិនសម្ដែងការពិតអ្វីដែលកើតឡើងត្រឹមតែជាធាតុប៉ុណ្ណោះមានហេតុបច្ច័យគ្រប់គ្រាន់ក៏វាកើតឡើងឧទាហរណ៍ដូចជាចក្ខុវិញ្ញាណធាតុកើតឡើងដោយអាស្រ័យរូបមកកាន់គន្លងចក្ខុអាស្រ័យដោយចក្ខុប្រសាទមិនតន់ខូចនៅល្អអាស្រ័យដោយមានពន្លឺអាស្រ័យដោយមានមនសិការៈក្នុងការមើលមានចិត្តវិញ្ញាណមួយចំនួនយើងមិនតន់នឹងស្លាប់ផងចិត្តនោះមិនកើតអស់មួយជីវិតឧទាហរណ៍ថាបែកភ្នែកបាត់ទៅចក្ខុវិញ្ញាណនឹងអត់កើតមួយជីវិតមានន័យថាយើងស្លាប់អស់ខ្លះរាងកាយរបស់យើងអាចស្លាប់បានខ្លះស្លាប់អស់ខ្លះ